បន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអនុទិនឆានវីរគុលនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពណ៌នាលទ្ធផលនៃការចុះហត្ថលេខានេះថាជាការប្រមូលផលដើមរដូវលើបណ្ដាញសង្គម Facebook ផ្លូវការនៅរសៀលថ្ងៃទី26ខែតុលាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានបង្ហោះសារដែលមានខ្លឹមសារថានេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំការរក្សាឲ្យបាននូវសន្តិភាពទាំងផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើងសូមជម្រាបថានៅថ្ងៃទី26ខែតុលាឆ្នាំ2025តបតាមការអញ្ជើញរបស់ឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងឯកឧត្តមអនុទិនឆាវីរគុលនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញចូលរួមនៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តមដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមដាតូសេរីអាន់វ៉ាអ៊ីប្រាហ៊ីមដែលឡែកក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថាថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័នសម្រាប់កម្ពុជានិងថៃដែលបានបញ្ជាក់ឡើងវិញនៅការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរថាសន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាននិងសុភវិនិច្ឆ័យនៅក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នាតាមនាមប្រជាជនកម្ពុជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមប្រធានាធិបតីដូណាល់ ត្រាំក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់និងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងការគ្រប់គ្រងសន្តិភាពជានិរន្តរ៍រវាងកម្ពុជានិងថៃនិងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឲ្យសមិទ្ធផលនេះคล้ายទៅជាការពិតសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមចំពោះការគ្រប់គ្រងដែលឥតងាករេនិងការសម្រុះសម្រួលរបស់ឯកឧត្តមនៅក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យសម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ានចិននិងប្រទេសដៃគូនានាដែលបានគ្រប់គ្រងបទឈប់បាញ់តាំងពីដើមរឿងមកកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការអនុវត្តយ៉ាងពេញលេញនិងដោយភាពស្មោះត្រង់នៅសេចក្តីថ្លែងការណ៍រួមនេះនឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃនិងដៃគូទាំងអស់ដើម្បីធានាថាសន្តិភាពនេះនឹងស្ថិតស្ថេរនិងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជននៃប្រទេសយើងទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការបន្តគាំទ្រនិងការរួមចំណែករបស់សហគមន៍អន្តរជាតិនិងដៃគូនានាដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះឆ្លៀតនៅក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្ទាន់ក្រោមហេតុផលមនុស្សធម៌និងស្របតាមការឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមនេះជាចុងក្រោយដោយទទួលស្គាល់ការលះបង់ដ៏ធំធេងនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមប្រធានាធិបតីដូណាល់ ត្រាំនៅក្នុងការលើកកម្ពស់សន្តិភាពមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយនិងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសស្នាបកិច្ចភាពឯកឧត្តមប្រធានាធិបតីត្រាំសម្រាប់ពានរង្វាន់ Nobel សន្តិភាព